ជីវកម្មជាង7,000កន្លែងបិទទ្វារនៅថៃចំពេលសម្ពាធសេដ្ឋកិច្ចបន្តកើនឡើងនេះគឺជារឿងមួយដែលកើតឡើងនៅក្នុងប្រទេសថៃគឺអាជីវកម្មទាំង7,000កន្លែងគឺត្រូវបានបិទទ្វារសួស្តីបងប្អូនទាំងគ្នាវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយដំណើរមានក្តៅ3ដែលដកស្រង់នៅក្នុងកាសែតឬក៏ព័ត៌មាននៅក្នុងស្រុកព័ត៌មានទាំង3ហ្នឹងគឺមានអីខ្លះគឺយើងតាមដានដងមួយទាំងអស់គ្នាតើរឿងហ្នឹងវាកើតយ៉ាងម៉េចអូខេអញ្ចឹងយើងចូលទៅព័ត៌មានទី1ចំណងជើងព័ត៌មានទី1ដាក់ថាថៃរងសម្ពាធពីអន្តរភាពពាណិជ្ជកម្មជំរុញចិនឲ្យប្រើវត្ថុធាតុដើមក្នុងស្រុកសម្រាប់ផលិតកម្មជំនួសការនាំចូលនេះគឺជាចំណងជើងកាសែតទី1ចូលដល់ចំណងជើងកាសែតទី2អាជីវកម្មជាង7,000កន្លែងបិទទ្វារនៅថៃចំពេលសម្ពាធសេដ្ឋកិច្ចបន្តកើនឡើងនេះគឺជារឿងមួយដែលកើតឡើងនៅក្នុងប្រទេសថៃគឺអាជីវកម្មទាំង7,000កន្លែងគឺត្រូវបានបិទទ្វារទី3អនុទីនបារម្ភអាមេរិកអាចដាក់ពន្ធបន្ថែមក្រោយថៃរងពន្ធខ្ពស់ជាងគូប្រជែងក្នុងតំបន់ឥឡូវនាយករដ្ឋមន្ត្រីថៃកំពុងតែប្រួយបារម្ភខ្លាចអាមេរិកទាំងឯងដាក់ពន្ធបន្ថែមទៀតធ្វើឲ្យពិបាកថៃកំពុងរងសម្ពាធពីអន្តរភាពពាណិជ្ជកម្មជាមួយចិនហើយបានជំរុញឲ្យក្រុមហ៊ុនចិនដែលវិនិយោគនៅថៃបង្កើនការប្រើប្រាស់វត្ថុធាតុដើមនិងគ្រឿងបន្លាស់ផលិតក្នុងស្រុកជំនួសការនាំចូលពីចិននេះបើតាមការចុះផ្សាយរបស់កាសែត The Nation រដ្ឋមន្ត្រីពាណិជ្ជកម្មថៃលោកស្រីសូផាជីសុថាផានបានលើកពីសំណើនេះក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិនដោយចង់ឲ្យការវិនិយោគរបស់ចិនបង្កើតផលប្រយោជន៍កាន់តែច្រើនសម្រាប់សេដ្ឋកិច្ចថៃនេះគឺជាការលើកឡើងរបស់ភាគីថៃក៏ដូចជារឿងរ៉ាវដែលបានកើតឡើងនៅក្នុងប្រទេសថៃថៃព្រួយបារម្ភថាអន្តរភាពពាណិជ្ជកម្មជាមួយចិនអាចកើនដល់12.14 trillion បាតចន្លោះពីឆ្នាំ2016ដល់ឆ្នាំ2026ខណៈដែលក្រុមហ៊ុននិងអាជីវកម្មក្នុងស្រុកថៃក៏កំពុងប្រឈមនឹងលំហូរទំនិញថោកពីចិនលោកស្រីសូផាជីបានប្រៀបធៀបការវិនិយោគរបស់ចិននាពេលថ្មីនេះជាមួយក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការបង្កើតខ្សែក្រវ៉ាត់ផ្គត់ផ្គង់និងឧស្សាហកម្មផលិតគ្រឿងបន្លាស់ក្នុងប្រទេសថៃនេះគឺសេចក្តីបារម្ភរបស់ខាងប្រទេសថៃលោកស្រីបាននិយាយថាការវិនិយោគក្នុងវិស័យរថយន្តអគ្គិសនីរបស់ចិនមួយចំនួនពឹងផ្អែកខ្លាំងលើស្វ័យប្រវត្តិកម្មនិងមនុស្សយន្តកត្តានេះអាចកាត់បន្ថយការបង្កើតការងារនិងការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុកបើទោះបីជាគម្រោងទាំងនេះទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនវិនិយោគថៃក៏ដោយក្នុងកិច្ចពិភាក្សាទ្វេភាគីនៅចិនកាលពីខែឧសភាឆ្នាំ2026ថៃបានស្នើឲ្យចិនពង្រឹងកិច្ចសហប្រតិបត្តិការចំនួន3ដើម្បីកាត់បន្ថយអន្តរភាពពាណិជ្ជកម្មអញ្ចឹងយើងចង់ដឹងថាតើកិច្ចសហប្រតិបត្តិការចំនួន3មានអ្វីខ្លះយើងចូលតាមដានទាំងគ្នាទី1គឺការបង្កើនការប្រើប្រាស់វត្ថុធាតុដើមនិងគ្រឿងបន្លាស់ផលិតក្នុងប្រទេសថៃចង់ឲ្យក្រុមហ៊ុនចិនបង្កើនតម្លៃបន្ថែមក្នុងស្រុកនិងកាត់បន្ថយហានិភ័យនៃការបញ្ជូនទំនិញឆ្លងកាត់ប្រទេសទី3ដែលជាបញ្ហាមួយកំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីសហរដ្ឋអាមេរិកទី2គឺការបើកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិនឲ្យកាន់តែទូលំទូលាយសម្រាប់សហគ្រាសធុនតូចនិងមធ្យមរបស់ថៃបានស៊ើបអង្កេតតង់ថៃ
ដើម្បីប្រមូលផ្ដុំផលិតផលដែលមានគុណភាពនិងបំពេញស្តង់ដារសម្រាប់លក់នៅទៅកាន់អ្នកប្រើប្រាស់ចិនជាង 1.5 billion នាក់នេះគឺជាការរៀបចំរបស់ថៃទី3គឺការទាក់ទាញការវិនិយោគរបស់ចិនក្នុងវិស័យកែច្នៃផលិតផលកសិកម្មថៃចង់បញ្ជូនបច្ចេកវិទ្យានិងទុនពីចិនជាមួយវត្ថុធាតុដើមមកកសិកម្មរបស់ខ្លួនដើម្បីផលិតទំនិញដែលមានតម្លៃបន្ថែមខ្ពស់ជាងការនាំចេញផលិតផលស្រស់លោកស្រីសុភីជីបាននិយាយថាភាគីចិនបានទទួលយកសំណើទាំងនេះជាគោលការណ៍ជាពិសេសការវិនិយោគក្នុងវិស័យកែច្នៃកសិកម្មនិងការបង្កើនឱកាសសម្រាប់ផលិតផលរបស់សហគ្រាសធុនតូចនិងមធ្យមថៃចូលទីផ្សារចិនក៏បានគាំទ្រគោលការណ៍បង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប៉ុន្តែបានបញ្ជាក់ថាក្រុមហ៊ុនត្រូវការពេលវេលាដើម្បីកែសម្រួលនិងបង្កើតខ្សែក្រវ៉ាត់ផ្គត់ផ្គង់នៅក្នុងប្រទេសថៃនេះជាការអាងរបស់ថៃអាជីវកម្មជាង 7,000 កន្លែងនៅប្រទេសថៃបានបិទទ្វារឬរំលាយអាជីវកម្មក្នុងឆមាសទី1ឆ្នាំ 2026 ហើយស្ថានភាពនេះអាចនឹងបន្តទៅឆមាសបន្ទាប់ដែលជាសញ្ញាបង្ហាញពីសម្ពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរនិងកាន់តែចុះនៃការវិនិយោគរបស់វិស័យឯកជននេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃច័ន្ទការកើនឡើងនៃការបិទនិងរំលាយអាជីវកម្មនេះបង្ហាញថាសម្ពាធសេដ្ឋកិច្ចមិនប៉ះពាល់ត្រឹមតែសហគ្រាសធុនតូចនិងមធ្យមដែលងាយរងផលប៉ះពាល់ទេប៉ុន្តែផលប៉ះពាល់ក៏កំពុងរាលដាលដល់ក្រុមហ៊ុនសាជីវកម្មធំដែលមានមូលធនរឹងមាំផងដែរនឹងគឺចង់និយាយថាអាជីវកម្មនៅថៃជាង 7,000 កន្លែងដែលជាអាជីវកម្មខ្នាតតូចមានផលប៉ះពាល់គឺមានន័យថាត្រូវបានបិទទ្វារហើយកាលណាដែលអាជីវកម្មខ្នាតតូចនេះមានផលប៉ះពាល់គឺវាអាចឈានដល់អាជីវកម្មខ្នាតធំព្រោះអាជីវកម្មខ្នាតតូចខ្នាតមធ្យមនោះវាមានផលប៉ះពាល់ហើយអញ្ចឹងវាអាចប៉ះពាល់ដល់ខ្នាតធំទៀតទិន្នន័យពីនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្ម DBD នៃក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថាអាជីវកម្មសរុបជាង 7,024 កន្លែងបានដាក់ពាក្យរំលាយអាជីវកម្មជាផ្លូវការក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំ 2026 កើនឡើង 12.49% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនស្របពេលជាមួយគ្នាមូលធនសរុបរបស់អាជីវកម្មដែលត្រូវបានរំលាយបានកើនឡើងយ៉ាងខ្លាំង 223.66% ដល់ 98.86 ប៊ីលីនបាតដែលបង្ហាញថាទំហំផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុពីការបិទអាជីវកម្មមានសភាពធ្ងន់ធ្ងរជាងការកើនឡើងនៃចំនួនអាជីវកម្មដែលបានរំលាយនេះគឺជាក្តីបារម្ភហើយក៏ជាវារឿងដែលកើតឡើងនៅក្នុងប្រទេសថៃអ្នកជំនាញបានប្រមានថាចំនួនអាជីវកម្មបិទទ្វារអាចកើនឡើងកាន់តែខ្លាំងនៅឆមាសទី2ប្រសិនបើបញ្ហាសាច់ប្រាក់និងតម្រូវការរបស់ទីផ្សារមិនប្រសើរឡើងខណៈវិនិយោគិនជាច្រើនកំពុងជ្រើសរើសរងចាំនិងតាមដានស្ថានភាពដោយសារភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចវិស័យសំណង់និងអចលនទ្រព្យគឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយសារការធ្លាក់ចុះនៃការចំណាយវិនិយោគរបស់វិស័យឯកជនលោកវិសិតលីប្លូឆាអនុប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថាទោះបីជាការវិនិយោគផ្ទាល់ពីបរទេស FDI នៅតែបន្តចូលនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្មធំក៏ដោយក្រុមហ៊ុនម៉ៅការបន្តក្នុងស្រុកជាច្រើនមិនអាចចូលរួមដេញថ្លៃបានដោយសារគម្រោងទាំងនេះទាមទារដើមទុននិងសមត្ថភាពបច្ចេកទេសខ្ពស់លោកវិសិតបាននិយាយថាការធ្លាក់ចុះនៃការ
នៃគម្រោងលំនៅឋាននិងអគារពាណិជ្ជកម្មថ្មីគឺច្បាស់ណាស់ខណៈកង្វះកម្លាំងពលកម្មកាន់តែធ្ងន់ក៏បានបង្ហាញសម្ពាធបន្ថែមលើប្រាក់ចំណេញរបស់ក្រុមហ៊ុនសំណង់ខ្នាតតូចរហូតធ្វើឲ្យក្រុមហ៊ុនមួយចំនួនតូចបិទអាជីវកម្មវិស័យភោជនីយដ្ឋានក៏កំពុងរងសម្ពាធដែរដោយប្រមាណជា 4% នៃភោជនីយដ្ឋានបានបិទទ្វារនៅក្នុងឆមាសទី1អាជីវកម្មដែលផ្ដោតលើការដឹកជញ្ជូនអាហារនិងម៉ាកភោជនីយដ្ឋានធំដែលមានកេរ្តិ៍ឈ្មោះរឹងមាំអាចសម្របខ្លួនបានល្អទៅនឹងសម្ពាធសេដ្ឋកិច្ចខណៈភោជនីយដ្ឋានឯករាជ្យតូចកំពុងប្រឈមនឹងកំសោយការចំណាយរបស់អ្នកប្រើប្រាស់និងការផ្លាស់ប្ដូរទម្លាប់រស់នៅភ្ញៀវទេសចរបញ្ហាសាច់ប្រាក់កំពុងតែคล้ายជាបញ្ហាធ្ងន់សម្រាប់អាជីវកម្មជាច្រើនការរំខានផ្នែកដឹកជញ្ជូននិងភាពតានតឹងភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើតនិងមជ្ឈិមបូព៌ាបានជំរុញឲ្យថៃដឹកជញ្ជូនសម្រាប់អ្នកនាំចូលម្ហូបអាហារធ្វើឲ្យការគ្រប់គ្រងស្តុកនិងលំហូរសាច់ប្រាក់កាន់តែពិបាកលោកវិសិតបានប្រមានថាឆមាសទី2ឆ្នាំ2026អាចមានការបិទអាជីវកម្មកាន់តែច្រើនប្រសិនបើបញ្ហាសាច់ប្រាក់នៅតែបន្តលោកថ្លែងយ៉ាងដូចនេះថាម្ចាស់អាជីវកម្មភាគច្រើនមិនចង់បិទទ្វារទេប៉ុន្តែពួកគេមិនអាចទ្រាំទ្រការខាត់បងរយៈពេលយូរបានឡើយលុយកំពុងហូរចេញជាបន្តបន្ទាប់ខណៈចំណូលវិញកំពុងធ្លាក់ចុះព្រោះទីផ្សារមិនអាចស្រូបយកផលិតផលរបស់ពួកគេបាននោះទេលោកក៏បានពៀវនាវឲ្យរដ្ឋាភិបាលដាក់ចេញកម្មវិធីផ្ដល់សាច់ប្រាក់គោលដៅនិងយន្តការរៀបចំរចនាបំណុលឡើងវិញសម្រាប់អាជីវកម្មដែលនៅមានលទ្ធភាពបន្តដើម្បីទប់ស្កាត់ការបិទអាជីវកម្មជាបន្តបន្ទាប់និងការរីករាលដាលនៃវិបត្តិក្នុងខ្សែក្រវ៉ាត់ផ្គត់ផ្គង់ក្នុងស្រុកនាយករដ្ឋមន្ត្រីថៃលោកអនុទីនឆានវរៈគុលបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ហាពលកម្មដោយបង្ខំនិងផលិតកម្មលើតម្រូវការគណៈបារម្ភថាសហរដ្ឋអាមេរិកអាចនឹងបិទនិងចាត់វិធានការពាណិជ្ជកម្មឬពន្ធបន្ថែមលើទំនិញថៃនាពេលខាងមុខនេះបើតាមការចុះផ្សាយរបស់នេះបើតាមការចុះផ្សាយការបញ្ជានេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសអត្រាពន្ធនាំចូលថ្មីលើដៃគូពាណិជ្ជកម្មជាង60ប្រទេសដោយថៃស្ថិតក្នុងក្រុមដែលត្រូវជាប់ពន្ធ 12.5% អត្រានេះស្មើនឹងវៀតណាមប៉ុន្តែខ្ពស់ជាងកម្ពុជាម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដែលជាប់ពន្ធត្រឹមតែ 10% ប៉ុណ្ណោះតែការនេះអាចឲ្យការប្រកួតប្រជែងរបស់ថៃធ្លាក់ចុះនេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃច័ន្ទអ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រីឡាលីដាផឺស៊ីវេថាណាបានឲ្យដឹងថាលោកអនុទីនបានស្នើឲ្យគ្រប់ស្ថាប័នកុំផ្ដោតទៅលើអត្រាពន្ធនោះទេប៉ុន្តែត្រូវយកចិត្តទុកដាក់លើបញ្ហាដែលសហរដ្ឋអាមេរិកចាត់ទុកថាជាហានិភ័យសំខាន់ជាពិសេសបញ្ហាពលកម្មដោយបង្ខំនិងផលិតកម្មលើតម្រូវការដែលអាចคล้ายជាហេតុផលសម្រាប់ការដាក់វិធានការពាណិជ្ជកម្មឬពន្ធបន្ថែមលើថៃលោកបានបញ្ជាឲ្យក្រសួងការងារសហការជាមួយក្រសួងពាណិជ្ជកម្មនិងស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់និងបទបញ្ញត្តិឲ្យបានតឹងរឹងព្រមទាំងបង្ហាញលទ្ធផលជាក់ស្ដែងជាមួយគ្នានេះអាជ្ញាធរថៃក៏បានរៀបចំបញ្ជីផលិតផលនិងឧស្សាហកម្មដែលប្រឈមនឹងហានិភ័យព្រមទាំងបង្កើតប្រព័ន្ធផ្ទៀងផ្ទាត់ប្រភពដើមទំនិញនិងតាមដានខ្សែក្រវ៉ាត់ផ្គត់ផ្គង់ដើម្បីបញ្ជាក់ថាទំនិញរបស់ថៃមិនពាក់ព័ន្ធទៅនឹងពលកម្មដោយបង្ខំនៅក្នុងដំណាក់កាលផលិតណាមួយឡើយវិធានការទាំងនេះក៏នឹងជួយគាំទ្រដល់ការចរចាជាមួយសហរដ្ឋអាមេរិកនិងដៃគូពាណិជ្ជកម្មផ្សេងទៀតផងដែរ
ចំពោះបញ្ហាផលិតកម្មលើតម្រូវការលោកអនុទីនបានប្រគល់ភារកិច្ចឲ្យក្រសួងពាណិជ្ជកម្មដឹកនាំការងារជាមួយនឹងក្រសួងឧស្សាហកម្មក្រសួងកសិកម្មនិងស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យសមត្ថភាពផលិតកម្រិតស្តុកការឧបត្ថម្ភពីរដ្ឋនិងប្រភពដើមផលិតផលការត្រួតពិនិត្យនេះក៏នឹងផ្ដោតលើហានិភ័យនៃការបន្លំប្រភពដើមទំនិញឬការប្រើប្រាស់ប្រទេសថៃជាចំណុចឆ្លងកាត់ដើម្បីកិច្ចពីវិធានការការពារពាណិជ្ជកម្មរបស់ប្រទេសផ្សេងលោកអនុទីនបានបញ្ជាក់ថាការគ្រប់គ្រងអាជីវកម្មគោកផ្ដោតទៅលើការបង្កើនផលិតភាពកាត់បន្ថយថ្លៃដើមប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងបង្កើនតម្លៃផលិតផលជាជាងជំរុញឲ្យក្រុមហ៊ុនពង្រីកការផលិតដោយមិនគិតពីតម្រូវការទីផ្សារដែលអាចធ្វើឲ្យថៃប្រឈមនឹងចោទប្រកាន់ថាមានផលិតផលលើសតម្រូវការនេះគឺជាការលើកឡើងរបស់លោកអនុទីនហើយរឿងរ៉ាវទាំងអស់កើតឡើងគឺដោយសារតែថៃបង្កសង្គ្រាមឬក៏ទំនាស់ការឈ្លានពានមកលើកម្ពុជាដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃគឺកាន់តែធ្លាក់ដុនដាបអូខេក្នុងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនដែលកំពុងតែតាមដាននៅវីដេអូនេះនឹងទទួលបាននូវព័ត៌មានថ្មីៗប្លែកៗបាទសូមអរគុណសូមជម្រាបលា